ជាផ្ដោតការយកចិត្តទុកដាក់ចំណាយចំពោះវិស័យកីឡាតាមរយៈអប់រំការកីឡាបាទសម្រាប់នៅក្នុងទីគឺពិសេសការឡៃអប់នៅវិទ្យាយ៉ាងថ្នាក់ដឹកនាំនៅក្នុងវិទ្យាអប់រំវិជនកីឡាហើយទាំងរដ្ឋបាលស្រុកហើយនិងអាជ្ញាធរដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងនោះដោយសារទី1ការកំណែរបស់រដ្ឋាភិបាលបច្ចុប្បន្នដំណាក់កាលទី1តោតសំខាន់ទៅលើធនធានមនុស្សហើយជាពិសេសនៅសម័យសតវត្សទី21ប្រកបទៅដោយសម័យ digital បាទអញ្ចឹងចាក់ពុកថៃក៏ដូចជាបេសកកម្មរបស់មន្ទីរអប់រំហើយក៏ដូចជាទៅតាមបណ្ដាក្រុមស្រុកយើងបដិញ្ញាចិត្តឲ្យមានសកម្មភាពអប់រំកាយនេះបាទជាប្រចាំដូចជារលឹកដល់បាទដូចជារលឹកហើយជាពិសេសគឺមកអប់រំកាយក្នុងម៉ោងសិក្សាហើយនៅកីឡាក្រៅម៉ោងសិក្សានេះអរគុណដែររាជរដ្ឋាភិបាលដែលមានសម្ដេចបដីទាំងពីរបាទសម្ដេចអន្តរហើយនិងសម្ដេចបវរបដីបាទក្រុមការដឹកនាំមកភាសាស្រុកយើងមានសន្តិភាពបាទដូច្នេះនៅក្នុងខេត្តបាត់ដំបងនេះយើងនឹងរីកសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សាហើយនិងកីឡាក្នុងម៉ោងសិក្សាឲ្យមានសន្ទុកបាទលឿនឆាប់រហ័សឲ្យទាន់សម័យប្រទេសជិតខាងរបស់យើងបាទអរគុណមក